បាច់ព្រៃបងប្អូនដើមតបាច់ព្រៃបើត្រួយវានៅខ្ចីអញ្ចឹងយើងយកទៅចុចឃ្លីចុចអីក៏បានដែរថាប្រយោជន៍សបកវាយើងរៀកពូលឬក៏រៀកយើងអាចចាំងយកសបកវាយកទៅមកប្រទះប៉ិនបាត់ដៃប្រវែងមកចង្អាមអីចឹងទៅយកទៅកោសសបកក្រៅចេញឲ្យស្អាតដំហើយប្រឡាក់អំបិលតិចអាំងវាឲ្យវារាងសពបបន្តិចត្រាំទឹកបងប្អូនត្រាំទឹកឲ្យហូបនឹងវានឹងជារៀកឬក៏រៀកមូលណាមកអត្ថប្រយោជន៍នេះគឺជាទឹកបងប្អូនទឹកពីមុនវាជាទឹកច្រប់មួយដែរវាអត់រីងទេយើងអត់បានជីកផងហើយវារាក់បន្លាយរាក់ណាប្រហែលជាពីលើដីស្មើរៀបចុះក្រោមប្រហែលជា1ម៉ែត្រឥឡូវកាយអីកាយបងប្អូនទឹកលេខក្បាលរីងទេមកប្រាំងរហូតធ្លាក់ទៀតមានទឹកថ្មីទៀតក៏មិនតរីងទឹកនៅរបស់លេខក្បាលបាទបងប្អូនអាចមកប្រើប្រាស់បានទឹកណាទៅស្បិតទៅវាថ្លារៀងពណ៌សប៉ុន្តែយើងប្រើទៅវាល្អជាងប្រើទឹកទន្លេហ្នឹងប្រើទឹកទន្លេវាវិញពេកទន្លេមិនដឹងជាតិស្អីតែអានេះវាខ្លីទឹកវាសអត់ថ្លាតែវាអត់មានស្អីទេបងប្អូននេះធម្មជាតិវាសអញ្ចឹងហ្មងហ្នឹងបាទអរគុណសុខសប្បាយបាយបាយ